បាទជាសុពុកម៉ែបងប្អូនបាទថ្ងៃនេះតាដំនឹងបង្ហាញជូនពីការឬក៏របៀបមើលចំណីបាទចំណីដែលយើងទិញពីផ្សារមកហ្នឹងបាទយើងមើលតើវាហួសដលេឬក៏មិនតន់ហួសដលេអញ្ចឹងណាបាទព្រោះចំណីយើងគេផលិតមកបាទជាទូទៅសុពលភាពរបស់វាត្រឹម3ខែបាទពីថ្ងៃផលិតរហូតដល់ថ្ងៃបញ្ចប់នៃការប្រើប្រាស់ហ្នឹងគឺ3ខែណាបាទហើយនេះគឺប្រភេទមន់ពងបាទមន់ពងនេះយើងប្រើ16សប្តាហ៍មានថាអាយុមន់4ខែបាទវាចាប់ផ្ដើមត្រូវស៊ីចំណីហ្នឹងហើយបាទចំណីនេះប្រូតេអ៊ីនវា18%ទេបាទហើយនេះយើងមើលជួរលើនេះគឺថ្ងៃខែឆ្នាំផលិតបាទអញ្ចឹងដូចក្រុងនេះអញ្ចឹងវាផលិតថ្ងៃទី20ម៉ានទេមើលអត់ច្បាស់បងប្អូនបាទទី22បាទទី22បាទហើយខែ1ឆ្នាំ2025ហើយផុតកំណត់របស់វាគឺទៅថ្ងៃទី22បាទ22ខែ4ថ្ងៃ2025បាទហើយអញ្ចឹងរយៈពេលដែលវាផលិតនេះគឺយើងប្រើនេះក្នុងរយៈពេល3ខែបើសិនជាយើងមើលទៅក្រុងខ្លះយើងពិនិត្យមើលណាជួនកាលកន្លែងខ្លះក៏លក់អត់សូវដាច់អញ្ចឹងគឺចំណីយកមកគាត់វាហួសដលេបាទចង់និយាយថាវាផលិត3ខែយើងប្រើដល់4ខែអញ្ចឹងគឺចំណៃនោះហួសដលេហើយបាទហើយអញ្ចឹងបងប្អូនគួរតែពិនិត្យមើលផងមុននឹងយើងទិញយកមកប្រើប្រាស់បាទព្រោះយើងគិតថាមន់ស៊ីរបស់អីក៏បានដែរអញ្ចឹងអត់ត្រឹមត្រូវទេបាទមន់វាដូចទំនើសយើងដែរទេបងប្អូនណាបាទហើយអញ្ចឹងសុខភាពវាល្អមិនល្អអាស្រ័យលើការផ្ដល់ចំណីរបស់យើងឲ្យទៅដល់វាបាទហើយបើសិនជាយើងគិតថាមន់ស៊ីរបស់ជូរផ្អូមហួសដលេបានហ្នឹងគឺបងគិតអញ្ចឹងគឺមានថាការចិញ្ចឹមរបស់បងគឺប្រកាសជាជួបបញ្ហាច្រើនណាបាទព្រោះមន់សុខភាពរបស់វាដូចទំនើសដែរទេបាទហ្នឹងហើយវាងាយឈឺបាទងាយឈឺមែនតើបាទបើយើងប្រៀបធៀបទៅណាបងប្អូនបាទហើយអញ្ចឹងតើប្រយ័ត្នប្រយែងមែនតើបាទបងប្អូនឈប់ផឹកស្រាឈប់បានបាទឈប់ចិញ្ចឹមស្រីឈប់បានបាទហើយបើឲ្យឈប់ចិញ្ចឹមមន់ដូចឈប់មិនបានទេបងប្អូនអើយបាទទោះបីធ្លាប់ចំងាប់ក៏នៅតែបន្តបាទហ្នឹងហើយដោយសារតែស្រឡាញ់ណាស្រាវជ្រាវអត់ទេធ្វើអត់នេះធ្វើអត់នោះបាទធ្វើម៉េចបើយើងចូលចិត្តវាបាទហើយចឹងដឹងថាធ្វើម៉េចឈប់ចិញ្ចឹមវាបានអញ្ចឹងបងប្អូនបាទនៅតែឃើញគេប្រហោះឃើញគេអីចឹងទៅចិត្តតែចង់បានបងប្អូនណាបាទហ្នឹងហើយបងប្អូនបាទនេះគឺពងមាត់ដែលចោះថ្ងៃមុនណាបាទអញ្ចឹងថ្ងៃនេះទៅដល់ធ្វើវីដេអូនេះគឺចង់បង្ហាញបាទហើយទូនេះគឺបងប្រុសគាត់អត់តមកយកទេបាទហ្នឹងហើយឃើញវីដេអូបដាបងប្អូនណាបាទហើយបើឃើញមកយកផងបងបាទញាស់បដាហើយបងបាទហើយនេះពង10គ្រាប់បងក្នុងនេះគឺពង10គ្រាប់ក្នុងនោះមាន់ស្គួយនិងមាន់សេម៉ានីបងប្អូនបាទហើយអញ្ចឹងវាញាស់មកបដាហើយបាទហើយអញ្ចឹងញាស់តែ2ថ្ងៃគឺវាចប់សពគ្រប់ហើយនៃការញាស់របស់វាហ្នឹងបាទនេះគឺថ្ងៃដំបូងនៃការញាស់ហ្នឹងបាទហើយអញ្ចឹងស្អែកមួយថ្ងៃទៀតគឺអស់ហើយបាទអញ្ចឹងអានេះគឺវាបានសេម៉ានីនេះមួយគ្រាប់ហើយនឹងស្គួយមួយគ្រាប់បងប្អូនណាបាទហើយអញ្ចឹងថ្ងៃដំបូងថ្ងៃនៃការញាស់ហ្នឹងហាផ្សេងចោះបាទហើយអញ្ចឹងនេះកូនមើលដូចជារោមស្ងួតអានេះពួកមិនដឹងថារោមជិលឬក៏រោមស្ងួតបាទថ្ងៃទី2បន្ទាប់បងប្អូនបាទថ្ងៃទី2បន្ទាប់នេះញាស់បានច្រើនបងប្អូនណា10គ្រាប់ញាស់បានសេម៉ានីនេះជា7គ្រាប់បងបាទ7គ្រាប់កូនស្គួយ2គ្រាប់បាទអញ្ចឹងសរុប9គ្រាប់បងប្អូនណាបាទនៅសល់1គ្រាប់មួយគ្រាប់អត់ញាស់ទេបាទ1គ្រាប់ហ្នឹងក៏យើងយកទៅឆែកមើលមិនដឹងថាវាមិនបានវាមិនញាស់អញ្ចឹងណាបងប្អូនបាទអាហ្នឹងតោះតែយើងយកទៅហែកមើលវាបាទហែកមើលវាតើក្នុងហ្នឹងមិនបានវាមិនញាស់បាទអាចមកពីកូននឹងវាងាប់នៅថ្ងៃទីប្រមាណអញ្ចឹងយើងឆែកមើលវាបងប្អូនណាបើសិនជាកូននឹងធំចំពោះវារឹងរោមមានអីហ្នឹងគឺមានថាវាងាប់នៅថ្ងៃទី18 19ហ្នឹងវាងាប់បាទតែអានេះយើងឆែកមើលទៅកូននេះទូចមែនតើបាទអញ្ចឹងអានេះវាកូនវាប្រហែលជាបានចូល9ថ្ងៃ10ថ្ងៃបាទកូននេះបងប្អូនបាទវាងាប់នៅក្នុងអាយុប៉ុណ្ណឹងបាទ9ថ្ងៃ10ថ្ងៃបាទហើយអញ្ចឹងវាងាប់មុនណាបាទហើយអាហ្នឹងមានកត្តាច្រើនណាស់ដែលកូនងាប់មុនបាទថ្ងៃដែលវាញាស់អញ្ចឹងណាបងប្អូនបាទហើយអញ្ចឹងតលតែយើងយកចិត្តទុកដាក់ជាមួយវាបាទ